សួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយថ្ងៃនេះដែរលោកគ្រូក៏មានប្រធានបទមួយទៀតមកធ្វើការបង្ហាញដល់បងប្អូនអញ្ចឹងកុំឲ្យខាតពេលយូរយើងមកមើលប្រធានបទទាំងអស់គ្នាទស្សនៈមួយលើកឡើងថាយុវជនសម័យថ្មីមិនត្រឹមតែត្រូវមានចំណេះដឹងទូទៅប៉ុណ្ណោះទេប៉ុន្តែត្រូវមានជំនាញទន់បន្ថែមទៀតជួយបំភ្លឺដោយផ្សារភ្ជាប់តថភាពសង្គមនិងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់ផងបាទអញ្ចឹងដូចរាល់ដងអញ្ចឹងមុននឹងយើងចាប់ផ្ដើមធ្វើតែងសេចក្តីយើងត្រូវយល់អំពីគោលគំនិតដែលប្រធានចង់បានសិនថាតើគេកំពុងតែសួរពីអ្វីចង់បានអ្វីឥឡូវយើងមកមើលទី1គេថាយុវជនសម័យថ្មីដែលគេផ្ដោតទៅដល់យុវជនទាំងឡាយណាដែលរស់នៅក្នុងពេលបច្ចុប្បន្នឬនៅក្នុងសម័យទំនើបយើងនេះអញ្ចឹងយុវជនទាំងអស់នេះគឺមិនត្រឹមតែត្រូវមានចំណេះដឹងទូទៅប៉ុណ្ណោះទេមានន័យថាចំណេះដឹងទូទៅហ្នឹងក៏យុវជនត្រូវតែមានប៉ុន្តែត្រូវមានជំនាញទន់បន្ថែមទៀតបាទអញ្ចឹងក៏ត្រូវមានជំនាញទន់ហ្នឹងយកមកបន្ថែមទៅលើចំណេះដឹងទូទៅនេះដែរបាទដើម្បីឲ្យយុវជនសម័យថ្មីនេះអាចចូលរួមនៅក្នុងការកសាងខ្លួនឯងគ្រួសារនិងសង្គមជាតិទៅបានបាទអញ្ចឹងអត្ថន័យរបស់ប្រធានគេចង់បានអញ្ចឹងគេឲ្យយុវជនយើងបំពេញនៅគុណសម្បត្តិពីរទី1គឺការមានចំណេះដឹងទូទៅទី2គឺការមានជំនាញទន់ដើម្បីយកមកបន្ថែមទៅលើចំណេះដឹងទូទៅដែលយុវជនត្រូវមានបាទបន្ទាប់ពីយើងបំភ្លឺវាឲ្យអស់បកស្រាយវាឲ្យអស់យើងផ្សារភ្ជាប់តថភាពសង្គមឲ្យគេបន្តិចទៅហើយនឹងលើកយកអក្សរសិល្ប៍ខ្មែរយើងដើម្បីយកមកគ្រប់គ្រងទៅលើគោលគំនិតរបស់ប្រធានយើងបាទឥឡូវយើងមកធ្វើគម្រោងតែងទាំងអស់គ្នាបាទលំនាំបញ្ហាលោកគ្រូផ្ដើមថានៅក្នុងយុគសម័យសកលភាវូបនីយកម្មនិងបច្ចេកវិទ្យា Digital ដ៏ជឿនលឿននេះពិភពលោកកំពុងមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញលើគ្រប់វិស័យដែលទាមទារឲ្យមានការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងនាមជាទំពាំងស្នងឫស្សីនិងជាសសរទ្រូងនៃប្រទេសជាតិយុវជនមិនអាចស្ថិតក្នុងរង្វង់នៃការចេះដឹងបែបសាមញ្ញដូចមុនទៀតឡើយការនេះស្ដែងឲ្យឃើញថាសមត្ថភាពរឹងនិងផ្នែកទន់ត្រូវដើរទន្ទឹមគ្នាជានិច្ចដើម្បីបង្កើតបុគ្គលិកលក្ខណៈដ៏ល្អឥតខ្ចោះមួយសម្រាប់យុវជនបាទអញ្ចឹងយើងទាញប្រធានបទរបស់យើងយកមកបញ្ចូលហៅថាចំណូលបញ្ហាអាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយលើកឡើងថាយុវជនសម័យថ្មីមិនត្រឹមតែត្រូវមានចំណេះដឹងទូទៅប៉ុណ្ណោះទេប៉ុន្តែត្រូវមានជំនាញទន់បន្ថែមទៀតបាទអញ្ចឹងយើងបញ្ចូលគំនិតនឹងរួចហើយបញ្ចូលប្រធានរួចយើងចោទសួរតើចំណេះដឹងទូទៅនិងជំនាញទន់មានអត្ថន័យដូចម្តេចខ្លះហើយហេតុអ្វីបានជាយុវជនសម័យថ្មីចាំបាច់ត្រូវមានសមត្ថភាពទាំងពីរនេះទន្ទឹមគ្នាបាទឬយើងអាចចោទសំណួរផ្សេងសួរទស្សនៈនេះមានអត្ថន័យខ្លឹមសារដូចម្តេចអីចឹងក៏បានដែរបាទអញ្ចឹងយើងមកបន្តឃ្លាភ្ជាប់សេចក្តីដើម្បីជាប្រទីបសម្រាប់ជួយបំភ្លឺដល់ការបកស្រាយគំនិតប្រធានឲ្យបានក្បោះក្បាយចាំបាច់ត្រូវយល់ន័យនៃពាក្យគន្លឹះជាមុនសិនអញ្ចឹងពាក្យដែលយើងត្រូវពន្យល់ទី1គឺចំណេះដឹងទូទៅបាទឬយើងអាចពន្យល់បន្ថែមមួយពាក្យទៀតគឺយុវជនជំនាន់ថ្មីនោះឯងបាទយើងពន្យល់ឲ្យបាន3ពាក្យមកក៏បានដែរយើងដាក់ពន្យល់ពាក្យថាយុវជនជំនាន់ថ្មីសំដៅដល់យុវជនដែលកំពុងតែរស់នៅក្នុងសម័យថ្មីឬក៏សម័យទំនើបឬក៏សម័យបច្ចុប្បន្ននេះដាក់ចឹងមកឥឡូវលោកគ្រូទាញទៅចំណេះដឹងទូទៅសំដៅលើចំណេះដឹងផ្នែកទ្រឹស្ដីវិទ្យាសាស្ត្រអក្សរសាស្ត្រប្រវត្តិសាស្ត្រជំនាញបច្ចេកទេសឯកទេសដែលបុគ្គលម្នាក់ទទួលបានពីការសិក្សារៀនសូត្រជាប្រព័ន្ធនៅក្នុងសាលារៀនឬគ្រឹះស្ថានអប់រំបាទឯពាក្យជំនាញទន់សំដៅលើសមត្ថភាពផ្នែកអត្តចរិតបុគ្គលិកលក្ខណៈស្មារតីនិងសីលធម៌ក្នុងការរស់នៅដែលជួយឲ្យបុគ្គលអាចប្រស្រ័យទាក់ទងធ្វើការនិងដោះស្រាយបញ្ហាជាមួយអ្នកដទៃបានយ៉ាងរលូននិងមានប្រសិទ្ធភាពខ្ពស់បាទអញ្ចឹងយើងទាញន័យជារួមរបស់ប្រធានយើងវិញដូចនេះទស្សនៈនេះមានន័យថាយុវជនក្នុងសម័យទំនើបនេះមិនត្រឹមតែត្រូវមានចំណេះដឹងផ្នែកទ្រឹស្ដីឬជំនាញបច្ចេកទេសប៉ុណ្ណោះទេតែក៏ត្រូវការអភិវឌ្ឍផ្នែកស្មារតីទំនាក់ទំនង
និងគុណធម៌ប្រចាំខ្លួនផងដែរទើបជីវិតមានភាពជោគជ័យបាទអញ្ចឹងយើងមកបន្តក្នុងការបកស្រាយដោយសារតែប្រធានបទរបស់យើងវាតាក់ទងជាមួយចំណេះដឹងទូទៅដែលយុវជនត្រូវមានផងហើយនឹងជំនាញទន់ដែលយុវជនត្រូវមានផងអញ្ចឹងយើងនឹងធ្វើការបកស្រាយនៅផ្នែកតាក់ទងជាមួយនឹងចំណេះដឹងទូទៅនឹងមុនបាទហើយបានយើងឈានទៅការបកស្រាយទៅលើជំនាញទន់បាទជាបន្តទៀតបាទអញ្ចឹងយើងបន្តមកជាការពិតណាស់យុវជនចាំបាច់ត្រូវមានចំណេះដឹងទូទៅដែលជាចំណេះដឹងខាងទ្រឹស្ដីវិទ្យាសាស្ត្របច្ចេកទេសឯកទេសនានាដែលបានសិក្សាក្នុងសាលារៀនរួមមានអក្សរសាស្ត្រទស្សនវិជ្ជាប្រវត្តិសាស្ត្រភូមិសាស្ត្រជាដើមបាទការសិក្សាចំណេះដឹងទូទៅឬជំនាញរឹងមានតម្លៃណាស់សម្រាប់យុវជនបាទដោយសារអីទី1ចំណេះដឹងទូទៅវាជាគ្រឹះដំបូងបង្អស់សម្រាប់កំណត់មុខរបរនិងអាជីពរបស់មនុស្សអញ្ចឹងក្នុងន័យហ្នឹងថាបន្ទាប់ពីយើងរៀននេះមុខវិជ្ជាអស់នេះអក្សរសាស្ត្រទស្សនប្រវត្តិសាស្ត្រអីផ្សេងមុខវិជ្ជាច្រើនដែលយើងបានរៀននៅសាលារៀនហ្នឹងគឺវាជាកត្តាមួយជាគ្រឹះមួយសម្រាប់ឲ្យយើងអាចកំណត់មុខរបរនិងអាជីពរបស់យើងបានហេតុអីពីព្រោះថាបើសិនជាយើងអត់មានចំណេះដឹងជាមូលដ្ឋានទេអត់មានចំណេះដឹងទូទៅជាមូលដ្ឋានទេក៏យើងអត់អាចឈោងទៅចាប់មុខរបរមួយឲ្យបានល្អដែរបាទមួយទៀតវាជាឧបករណ៍សម្រាប់វិភាគស្វែងយល់ពីពិភពលោកនិងការបង្កើតបច្ចេកវិទ្យាថ្មីបាទអញ្ចឹងចំណេះដឹងទូទៅគឺជាឧបករណ៍សម្រាប់យកទៅវិភាគយកទៅស្វែងយល់អំពីអ្វីនៃការវិវត្តរបស់ពិភពលោកហើយនឹងឈានទៅដល់ការបង្កើតនៅបច្ចេកវិទ្យាឬក៏សម្ភារៈរបស់របរប្រើប្រាស់ផ្សេងទៀតបាទចំណុចទី3បើគ្មានចំណេះដឹងទូទៅទេមនុស្សមិនអាចបំពេញការងារបច្ចេកទេសឬដឹកនាំការងារធំដុំបានឡើយបាទអញ្ចឹងគេឲ្យតម្លៃគេថាចំណេះដឹងទូទៅវាមិនមែនអត់សំខាន់ទេគឺសំខាន់បើយើងអត់មានគឺបំពេញការងារបច្ចេកទេសវាអត់កើតបាទឧទាហរណ៍ថាយើងចង់ទៅសិក្សារៀនសូត្រធ្វើការងារជំនាញផ្សេងបើយើងអត់មានចំណេះដឹងសោះគឺពិបាកក្នុងការធ្វើមែនទែនបាទយើងពឹងតែការប្រាប់ការចងចាំនឹងខួរក្បាលយើងគ្មានសមត្ថភាពក្នុងការកត់ត្រាស្វែងយល់វិភាគទេគឺការងារហ្នឹងបើសិនជាយើងអាចសម្រេចបានក៏នៅក្នុងកម្រិតណាមួយដែរបាទអញ្ចឹងលោកគ្រូបន្តទៅទៀតយើងថានេះគឺជាអ្វីដែលយើងបានលើកអំពីចំណេះដឹងទូទៅដែលមានសារៈសំខាន់សម្រាប់យុវជនប៉ុន្តែជាដូចយើងបានដឹងហើយប្រធានបទគេថាការដែលមានចំណេះដឹងទូទៅហ្នឹងវាអត់គ្រប់ទេអញ្ចឹងត្រូវតែមានជំនាញទន់បន្តបន្ថែមទៀតបាទមានជំនាញទន់បន្ថែមទៀតដូច្នេះយើងទៅមើលអំពីតម្លៃនៃជំនាញទន់ម្ដងបាទតែការមានចំណេះដឹងទូទៅមិនទាន់គ្រប់គ្រាន់ឡើយយុវជនក៏ចាំបាច់ត្រូវមានផងដែរនៅជំនាញទន់បន្ថែមទៀតដូច្នេះយុវជនត្រូវមានទី1គឺជំនាញទំនាក់ទំនងបាទអញ្ចឹងយុវជនមិនអាចខ្វះបានទេការទំនាក់ទំនងផ្ដោតទៅលើសិល្បៈនៃការនិយាយការស្ដាប់ការបញ្ចេញមតិដែលធ្វើឲ្យមនុស្សជុំវិញខ្លួនយល់ចិត្តនិងផ្ដល់ការសហការល្អបាទអញ្ចឹងអ្វីដែលយើងត្រូវមានជំនាញទន់ហ្នឹងគឺទំនាក់ទំនងបាទទី2គឺការធ្វើការងារជាក្រុមដោយសារយើងដឹងហើយថាក្នុងជីវិតប្រចាំថ្ងៃរបស់យើងកិច្ចការងារខ្លះយើងធ្វើតែម្នាក់ឯងអាចសម្រេចបានប៉ុន្តែកិច្ចការងារខ្លះទៀតយើងមិនអាចធ្វើម្នាក់ឯងសម្រេចបានទេបាទយើងគិតតែត្រឹមតែថាការងារគ្រប់គ្រងក្រុមហ៊ុនមួយឬក៏សាលារៀនមួយអង្គភាពមួយយើងឃើញហើយបាទគឺមានបុគ្គលិកមានអ្នកដែលជាមេកយត្រឹមត្រូវបានអាចសហការគ្នាធ្វើកិច្ចការងាររួមមួយទើបអាចសម្រេចបានផលអញ្ចឹងបានជាទាមទារឲ្យយុវជនរបស់យើងត្រូវតែមានជំនាញក្នុងការងារធ្វើការងារក្រុមគឺភាពចេះបត់បែនមិនអាត្មានិយមចេះរួមសុខរួមទុក្ខនិងផ្ដល់តម្លៃឲ្យសមាជិកក្រុមដើម្បីសម្រេចគោលដៅរួមបាទអញ្ចឹងចំណុចមួយទៀតគឺជំនាញដោះស្រាយបញ្ហាដោយយើងបានដឹងហើយថានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងអត់មានជីវិតមួយណាដែលមានគេហៅថារស់នៅដោយរលូនគ្រប់ពេលវេលាទេវាតែងតែមានឧបសគ្គកើតឡើងនៅក្នុងជីវិតតូចធំដូច្នេះហើយយុវជនរបស់យើងត្រូវតែមានជំនាញនៅក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពឆ្លាតវៃមិនតក់ស្លុតហើយនឹងចេះវិភាគរកឫសគល់នៃវិបត្តិស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីនិងប្រសិទ្ធភាពបាទជំនាញមួយទៀតដែលជាគេហៅថាជាជំនាញទន់ដែរនោះគឺភាពជាអ្នកដឹកនាំបាទមិនបានយើងនិយាយទៅដល់យុវជនសោះមិនក៏គិតទៅដល់ភាពជាអ្នកដឹកនាំដោយយើងបានដឹងហើយយុវជនគឺជាធាតុស្នូលរបស់ប្រទេសរបស់សង្គមរបស់គ្រួសារបាទកាលណាយុវជនមានសមត្ថភាពទើបអាចបន្តវេនទើបអាចបន្តជាអ្នកដឹកនាំបន្តជាអ្នកគ្រប់គ្រងបន្តជាអ្នកកាន់កាប់នៅកិ
កិច្ចការងារធំបន្តពីមនុស្សចាស់ដូច្នេះហើយពួកគេក៏ត្រូវតែមានសមត្ថភាពក្នុងការដឹកនាំឲ្យហើយដែរបាទគឺសមត្ថភាពក្នុងការទិញចិត្តមនុស្សបាទសម្របសម្រួលលើកទឹកចិត្តនិងនាំផ្លូវអ្នកដទៃឲ្យដើរទៅរកភាពជោគជ័យបាទចំណុចចុងក្រោយនោះគឺជំនាញក្នុងការគ្រប់គ្រងអារម្មណ៍បាទជំនាញគ្រប់គ្រងអារម្មណ៍គឺភាពអត់ធ្មត់ការដឹងខុសត្រូវនិងការរក្សាភាពស្ងប់ស្ងៀមទោះស្ថិតក្នុងស្ថានភាពតានតឹងយ៉ាងណាក៏ដោយបាទពួកអារម្មណ៍របស់យើងមិនមែនល្អគ្រប់តែពេលទេបាទទោះអ្នករៀនតិចរៀនច្រើនយ៉ាងណាក៏ដោយក៏អារម្មណ៍របស់យើងមិនអាចល្អគ្រប់តែពេលទេអញ្ចឹងហើយមានតែពេលដែលអារម្មណ៍មិនល្អបាទមួម៉ៅខឹងក្រោធគឺមានតែព្យាយាមអត់ធ្មត់បាទបើយើងអត់ធ្មត់បានកាន់តែខ្ពស់នោះការជោគជ័យរបស់យើងក៏កាន់តែប្រសើរដែរបាទក្រៅពីជំនាញទាំង5ដែលខ្ញុំបានលើកឡើងនេះក៏វាមានតាក់ទងជាមួយនឹងជំនាញទន់ដែលបុគ្គលត្រូវមានដូចជាសិលធម៌សុជីវធម៌ការចេះចែកម្លែកអីផ្សេងអាហ្នឹងក៏វាចាត់ទុកថាជាជំនាញទន់ផងដែរបាទអញ្ចឹងយើងបន្តទៅពិនិត្យមើលនៅក្នុងទស្សនវិជ្ជាសង្គមម្ដងដើម្បីធ្វើការគ្រប់គ្រងទៅលើអ្វីដែលយើងបានលើកឡើងដោយយើងបានឃើញយ៉ាងប្រជាក់នឹងផ្នែកថានៅក្នុងទីផ្សារការងារបច្ចុប្បន្នក្រុមហ៊ុនធំមិនត្រឹមតែជ្រើសរើសបុគ្គលិកដែលមានសញ្ញាបត្រមានចំណេះដឹងទូទៅប៉ុណ្ណោះទេប៉ុន្តែគេតែងធ្វើតេស្តលើអត្តចរិតនិងសិលធម៌ការងារទៀតផងបុគ្គលិកខ្លះរៀនពូកែណាស់ប៉ុន្តែឆាប់ខឹងមិនចេះអត់ធ្មត់មិនចេះចុះសម្រុងជាមួយក្រុមការងារជានិច្ចកាលតែងត្រូវបានគេបណ្តេញចេញឬមិនអាចឡើងតំណែងបានឡើយបាទផ្ទុយទៅវិញអ្នកដែលមានចំណេះដឹងល្មមសមរម្យតែមានជំនាញទំនាក់ទំនងល្អតែងតែទទួលបានការស្រឡាញ់និងជោគជ័យបាទក្នុងន័យនេះមិនមែនមានន័យថាការដែលមានចំណេះដឹងទាបហើយមានជំនាញទន់និងល្អបាទចេះទំនាក់ទំនងចេះអីហ្នឹងវាជាចំណុចដែលល្អអត់ខ្ចោះនោះទេការដែលមានចំណេះដឹងទូទៅនឹងកាន់តែខ្ពស់ក៏កាន់តែប្រសើរប៉ុន្តែទន្ទឹមហ្នឹងក៏ត្រូវតែមានជំនាញទន់ហ្នឹងឲ្យបានល្អស្របជាមួយគ្នាផងដែរប្រសិនបើមានតែចំណេះដឹងក៏ពិតមែនប៉ុន្តែយើងមានចរិយាសម្បត្តិអត់ល្អអត្តចរិតអត់ល្អនោះក៏មិនទទួលបានការគ្រប់គ្រងការសហការពីក្រុមការងារឬក៏មនុស្សជុំវិញខ្លួនបានល្អដែរបាទអញ្ចឹងឥឡូវយើងមកបន្តនៅក្នុងស្នាដៃអក្សរសិល្ប៍បន្ថែមទៀតបាទយ៉ាងណាមិញនៅក្នុងរឿងធនញ្ញជ័យតួអង្គធនញ្ញជ័យជានិមិត្តរូបនៃអ្នកមានជំនាញដោះស្រាយបញ្ហានិងជំនាញទំនាក់ទំនងដ៏កំពូលទោះបីជាលោកមិនបានរៀនសូត្រខ្ពស់ក្នុងសាលាទំនើបប៉ុន្តែលោកមានសិល្បៈនៃការនិយាយនិងការប្រើប្រាស់ប្រាជ្ញាស្មារតីដោះស្រាយវិបត្តិជូនជាតិរហូតអាចយកឈ្នះលើបញ្ញវន្តនិងស្ដេចក្រុងចិនជួយសង្គ្រោះទឹកដីបានយ៉ាងអស្ចារ្យបាទអញ្ចឹងរឿងធនញ្ញជ័យនេះគឺភាគច្រើនគ្នាយើងប្រកាសជាបានដឹងហើយធនញ្ញជ័យបានធ្វើការចោទស្រាយប្រស្នាជាមួយនឹងអ្នកប្រាជ្ញចិនបាទដើម្បីរំដោះប្រទេសជាតិយើងឲ្យរួចផុតអំពីការគ្រប់គ្រងការដាក់ជាចំណោះរបស់ស្ដេចចិនឥឡូវយើងមកមើលនៅក្នុងរឿងទី2បាទគឺរឿងតេជោយ៉តតួអង្គតេជោយ៉តក្រៅពីមានចំណេះដឹងទូទៅខាងយុទ្ធសាស្ត្រសឹកសង្គ្រាមលោកមានជំនាញភាពជាអ្នកដឹកនាំនិងជំនាញគ្រប់គ្រងអារម្មណ៍ខ្ពស់ណាស់លោកចេះយល់ចិត្តកងទ័ពចេះប្រើប្រាស់មនុស្សនិងចេះដោះស្រាយការបះបោររបស់ស្ម័គ្របពួកដោយប្រាជ្ញាធ្វើឲ្យកងទ័ពគោរពកោតខ្លាចនិងស្មោះស្ម័គ្ររហូតវាយឈ្នះសត្រូវបាទយ៉ាងណាមិញការបង្ក្រាបឆ្លើយសឹកសៀមនៅខេត្តពោធិ៍សាត់តេជោយ៉តបានចាត់ឲ្យកងទ័ពកាប់ឫស្សីអូសបញ្ច្រាស់ចុងដើម្បីស្វែងរករនុកក្នុងហើយក៏ចាប់បានមឿនចាយចង្រាក់ព្រមទាំងឈានដល់ចោតប្រកាន់និងសម្លាប់អ្នកម្នាក់នោះទើបលោកចេញប្រយុទ្ធជាក្រោយយកឈ្នះលើសត្រូវនាំសន្តិភាពមកវិញបាទអញ្ចឹងយើងមកបន្តរឿងទី3គឺរឿងគូលីកំណែនបានឆ្លុះបញ្ចាំងតាមរយៈតួអង្គអន្តិតលឹមបាទដែលជាយុវជនម្នាក់មានទាំងចំណេះដឹងធ្លាប់បានបួសរៀននិងចេះគ្រប់គ្រងអារម្មណ៍ព្រមទាំងចេះទំនាក់ទំនងបានយ៉ាងល្អទោះបីជាត្រូវមេឃុំផាន់បង្ខំឲ្យទៅធ្វើការងារជាគូលីនៅពោធិ៍ចន្ទង់ទាំងអយុធធម៌ក៏លឹមមិនប្រើកំហឹងទាល់កំហល់ដែរបាទលឹមបានប្រើភាពអត់ធ្មត់ស្ដាប់ការណែនាំរបស់ឧបាសកយឹមនិងចេះរួបរួមជាមួយគូលីដទៃទៀតដើម្បីរស់រាននិងតស៊ូប្រឆាំងនឹងការជិះជាន់នេះបង្ហាញថាជំនាញទន់ជួយឲ្យយុវជនមានភាពបត់បែនក្នុងស្ថានភាពលំបាកបាទឥឡូវយើងឆ្លងមករឿងមួយទៀតគឺរឿងភូមិតិរិឆានឆ្លុះបញ្ចាំងពីតថភាពនៃការខ្វះខាតការគ្រប់គ្រងអារម្មណ៍និងជំនាញដោះស្រាយបញ្ហាដោយសន្តិវិធីរបស់ប្រជាជននិងមន្ត្រីបាទអញ្ចឹងនៅពេលដែលយើងអត់មានជំនាញនៅក្នុងការគ្រប់គ្រងអារម្មណ៍អត់មានជំនាញនៅក្នុងការដោះស្រាយបញ្ហាដែលវាជាជំនាញទន់ទេ
នោះការដែលមានចំណេះដឹងការដែលមានភាពក្លាហានបាទក៏មិនប្រកាសថាទទួលបានជោគជ័យល្អដែរឥឡូវយើងមើលថាតើវាមានផលវិបាកអីកើតឡើងបាទតួអង្គរាសដូចជាជួននៅអ្នកភូមិក្រាំងលាវដោយសាររងការជិះជាន់ទាពន្ធដារហួសហេតុពេកបាទទាពន្ធដារហួសហេតុពេកពីសំណាក់លោកបាដេសហើយខ្វះចំណេះដឹងផ្លូវច្បាប់និងជំនាញទន់ក្នុងការចរចាទើបបណ្ដាលឲ្យផ្ទុះកំហឹងអត្តនោម័តឈានទៅដល់ការប្រើហិង្សាសម្រាប់បារាំងដែលធ្វើឲ្យភូមិទាំងមូលត្រូវរងគ្រោះថ្នាក់បញ្ហានេះសរឲ្យឃើញថាបើយុវជនឬមនុស្សក្នុងសង្គមមានតែចំណេះដឹងទូទៅតែខ្វះជំនាញទន់ខាងការគ្រប់គ្រងអារម្មណ៍និងការចរចាដោះស្រាយវិបត្តិទេនោះសង្គមនឹងងាយធ្លាក់ក្នុងភាពចលាចលបាទអញ្ចឹងខ្ញុំលើកយក4រឿងនេះមកធ្វើការគ្រប់គ្រងទៅលើប្រធានបទរបស់យើងហើយបងប្អូនអាចស្វែងរកនៅរឿងដទៃផ្សេងទៀតបាទអញ្ចឹងយើងឆ្លងមកកាន់ការសរុបមកយុវជនសម័យថ្មីមិនត្រឹមតែត្រូវមានចំណេះដឹងទូទៅប៉ុណ្ណោះទេប៉ុន្តែត្រូវមានជំនាញទន់បន្ថែមទៀតពិតប្រាកដមែនបាទឆ្លងមកឥឡូវយើងឆ្លងតោះយើងនិយមហៅឆ្លងតាមពិតកន្លែងនេះគឺវាតម្លៃប្រធានឆ្លងតាមការបកស្រាយរួចមកយើងអាចសន្និដ្ឋានបានថាទស្សនៈដែលបានលើកឡើងខាងលើនេះគឺមានតម្លៃពិតត្រឹមត្រូវទាំងស្រុងនិងមិនអាចប្រកែកបានឡើយវាជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្រូវការពិតប្រាកដនៃធនធានមនុស្សក្នុងសង្គមបច្ចុប្បន្ននិងទៅអនាគតបាទអញ្ចឹងយើងឲ្យទស្សនៈតខ្លួនមកក្នុងនាមជាយុវជនសម័យថ្មីយើងគ្រប់រូបត្រូវតែខិតខំប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹងទូទៅនិងវិទ្យាសាស្ត្រពីសាលារៀនផងហើយទន្ទឹមនឹងនោះក៏ត្រូវតែវឹកហាត់កែប្រែអត្តចរិតបណ្ដោះជំនាញទន់តាមរយៈការធ្វើការងារស្ម័គ្រចិត្តការគោរពសិទ្ធិអ្នកដទៃនិងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អប្រសើរដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏មានតម្លៃរបស់ជាតិបាទអញ្ចឹងការពន្យល់ត្រួសគឺមានត្រឹមតែប៉ុណ្្នឹងទេហើយក៏សន្មតថាចប់តែប៉ុណ្ណេះហើយអរគុណសម្រាប់ការគ្រប់គ្រងនិងតាមដានតាំងពីដើមរហូតដល់ចប់បាទសូមជម្រាបលា